ថ្ងៃនេះខ្ញុំសូមលើកយក3ចំណុចក្នុងការស្វែងយល់ពីមេរៀននៅក្នុងព្រះគម្ពីរទី1តកតងនឹងមនុស្សមានបាបទី2តកតងនឹងការរាប់ជាសុចរិតទី3តកតងនឹងការញែកចេញជាបរិសុទ្ធហេតុអ្វីបានខ្ញុំលើកទាំង3ចំណុចនេះយកមកនិយាយគឺដើម្បីកុំឲ្យមានអ្នកដែលភ័ន្តច្រឡំពីគោលលទ្ធិនីមួយៗក្តីមេរៀនមួយនៅក្នុងព្រះគម្ពីរជាពិសេសតកតងមនុស្សមានបាបគឺជាដាណានឹងការរាប់ជាសុចរិតរបស់ព្រះគឺជាអ្វីនឹងការញែកចេញជាបរិសុទ្ធគឺជាអ្វីដូច្នេះហើយយើងចាប់ផ្ដើមចំណុចទី1គឺតកតងនឹងមនុស្សមានបាបអ្វីទៅគឺជាមនុស្សមានបាបមនុស្សមានបាបគឺមនុស្សទាំងអស់គ្នាមានបាបតពីអាដាមដែលជាពុកដំបូងហើយអំពើបាបនេះគឺជាអំពើបាបដើមតកតងនឹងអំពើបាបពីអាដាមដែលព្រះបានបង្កើតដំបូងហើយមនុស្សទាំងអស់មានបាបតពីគាត់ពីព្រោះអាដាមគឺតំណាងឲ្យមនុស្សជាតិទាំងអស់ដូច្នេះហើយមនុស្សមានបាបគឺអំពើបាបដើមនេះឯងគឺជាអំពើបាបស្លាប់ខាងរូបកាយក៏ដូចជាស្លាប់អស់កលនៅការរងទុក្ខព្រលឹងរងទុក្ខនៅក្នុងនរកផងដែរដូច្នេះហើយអំពើបាបនេះគឺស្ថិតនៅលើមនុស្សជាតិទាំងអស់នៅពេលមនុស្សកើតមកលើផែនដីនេះគឺឆ្លងអំពើបាបពីអាដាមដែលជាមនុស្សដំបូងអំពើបាបមានឥទ្ធិពលនៅលើជីវិតមនុស្សទាំងអស់ឆ្លងអំពើបាបដើមពីអាដាមរួចហើយអំពើបាបនេះបានបង្កើតឲ្យជាសកម្មភាពនៅក្នុងជីវិតយើងក្នុងការយើងប្រព្រឹត្តអំពើបាបជាសកម្មទោសផ្សាយនឹងព្រះផងដែរដូច្នេះហើយមនុស្សទាំងអស់មាននិស្ស័យបាបទាំងអស់នេះពីកំណើតតពីអាដាមដែលជាពុកដំបូងរបស់មនុស្សទាំងអស់នៅក្នុងជីវិតរបស់គាត់គឺទាំងព្រលឹងទាំងសាច់ឈាមគាត់មានបាបនេះដូច្នេះហើយព្រះផ្ដល់សេចក្តីមេត្តាករុណាដល់មនុស្សព្រះអង្គសង្គ្រោះមនុស្សឲ្យរួចចេញពីបាបនេះគឺព្រះអង្គផ្ដល់ឲ្យតាមរយៈព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះដែលព្រះរៀបចំព្រះធ្វើការសម្រាប់សង្គ្រោះមនុស្សទាំងអស់គឺកិច្ចការរបស់ព្រះត្រៃឯកដែលព្រះអង្គសង្គ្រោះដល់មនុស្សលោកផងដែរដូច្នេះហើយកិច្ចការរបស់ព្រះអង្គធ្វើការរួមគ្នាព្រះវេដាទ្រង់មានក្តីស្រឡាញ់ព្រះយេស៊ូវទ្រង់ផ្ដល់ព្រះគុណហើយព្រះវិញ្ញាណបរិសុទ្ធទ្រង់សម្ដែងឲ្យមនុស្សមានបាបបង្កើតមនុស្សមានបាបជាថ្មីដូច្នេះហើយសេចក្តីសង្គ្រោះបានមកតាមរយៈជំនឿនិងការប្រែចិត្តជំនឿនិងការប្រែចិត្តនេះមិនមែនជាទង្វើរបស់មនុស្សដែលមនុស្សប្រែចិត្តដោយខ្លួនឯងឬក៏ជឿដោយខ្លួនឯងតាមរយៈសមត្ថភាពរបស់ខ្លួនទេគឺជាការដែលព្រះរៀបចំសម្រាប់យើងដើម្បីបានសង្គ្រោះដល់អ្នកណាដែលព្រះបានជ្រើសរើសគឺអ្នកនោះគឺជាមនុស្សដែលព្រះដៅចំណាំតាំងពីមុនកំណើតលោកីដល់ម្ល៉េះដែលព្រះអង្គប្រទានក្តីសង្គ្រោះដល់គាត់គឺព្រះអង្គត្រាស់ហៅពួកគាត់តាមរយៈព្រះបន្ទូលអំណាចនៃព្រះបន្ទូលគឺជាអំណាចនៃព្រះវិញ្ញាណបរិសុទ្ធដែលព្រះអង្គត្រាស់ហៅពីខាងក្នុងសម្រាប់ពួកអ្នករើសតាំងនេះឯងគឺព្រះវិញ្ញាណបង្កើតជាថ្មីពីខាងក្នុងព្រលឹងរបស់យើងក្នុងចិត្តរបស់យើងគឺព្រះវិញ្ញាណបរិសុទ្ធព្រះអង្គគ្រប់គ្រងទាំងស្រុងតាមរយៈការត្រាស់ហៅនៃព្រះវិញ្ញាណបរិសុទ្ធហើយព្រះអង្គបានសម្ដែងឲ្យយើងស្គាល់ពីអំពើបាបហើយយើងប្រែចិត្តហើយព្រះអង្គសម្ដែងយើងស្គាល់ព្រះយេស៊ូវគ្រីស្ទហើយយើងបានជឿទៅចិត្តព្រះយេស៊ូវគ្រីស្ទការប្រែចិត្តនិងជឿគឺមកជាមួយគ្នាតែម្ដងដល់មនុស្សមានបាបដូច្នេះហើយមនុស្សមានបាបដែលព្រះជ្រើសរើសឲ្យបានសង្គ្រោះមានព្រះវិញ្ញាណបរិសុទ្ធដែលគ្រប់គ្រងនៅលើរូបកាយយើងទាំងស្រុងដូច្នេះហើយអ្នកដែលបានសង្គ្រោះដោយសារជំនឿនេះឯងគឺព្រះប្រទានព្រះវិញ្ញាណដល់គាត់ដឹកនាំដល់គាត់នៅក្នុងជីវិតប្រចាំថ្ងៃរបស់គាត់មិនមែនបានន័យថាព្រះបង្កើតគាត់ជាថ្មី
គាត់សាច់ឈាមគាត់ល្អអត់មានបាបទេគឺមានតែព្រះដែលគង់នៅក្នុងជីវិតរបស់គាត់គឺព្រះទ្រង់បរិសុទ្ធគឺព្រះវិញ្ញាណបរិសុទ្ធប៉ុន្តែរូបកាយយើងនេះគឺជារូបកាយសាច់ឈាមព្រលឹងយើងមានបាបជាប់នៅសាច់ឈាមនេះអស់មួយជីវិតហើយរូបកាយនេះតែនៅទាស់ប្រឆាំងព្រះវិញ្ញាណបរិសុទ្ធក៏ដូចជាព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទក៏ព្រះអង្គមានបន្ទូលប្រាប់យើងហើយថាវិញ្ញាណយើងប្រុងស្ដេចមែននៅពេលណាជំនឿបានកើតឡើងក្នុងជីវិតយើងវិញ្ញាណយើងប្រុងស្ដេចមែនប៉ុន្តែសាច់ឈាមខ្សោយទេដូច្នេះសាច់ឈាមយើងជាប់បាបពីអាដាមអស់មួយជីវិតតែយើងបានស្អាតគឺព្រះដែលគង់នៅក្នុងយើងទេគឺព្រះវិញ្ញាណបរិសុទ្ធហើយយើងមាននិស្ស័យពីរគឺសាច់ឈាមនិងវិញ្ញាណគឺវិញ្ញាណមកពីព្រះដែលព្រះអង្គត្រួតត្រាលើជីវិតយើងសាច់ឈាមនេះគឺមានឥទ្ធិពលនៅលើរូបកាយយើងមួយជីវិតដូច្នេះហើយសាច់ឈាមយើងមិនមែនរាប់ជាស្អាតទេសាច់ឈាមយើងតែងធ្វើអាក្រក់ទាស់អាតីរបស់ព្រះជារៀងរាល់ថ្ងៃព្រះមានបរិសុទ្ធដែលព្រះអង្គបានគង់នៅក្នុងចិត្តយើងផងដែរដូច្នេះហើយលក្ខណៈមនុស្សមានបាបភាសាអង់គ្លេសហៅថា sinner មិនមែនមានន័យថាព្រះយេស៊ូវបង្កើតឲ្យគាត់មានជំនឿហើយព្រះអង្គរាប់គាត់ជាសុចរិតហើយមិនមែនតែមានន័យថាសាច់ឈាមគាត់អត់បាបទេមិនមែនមានន័យថាសាច់ឈាមគាត់អត់ធ្វើបាបទេមិនមែនថាព្រលឹងគាត់មិនធ្វើបាបតោះឆាងគឺអំពើបាបនៃសាច់ឈាមនិងព្រលឹងនៅក្នុងរូបកាយយ៉ាងនេះគឺមានឥទ្ធិពលមួយជីវិតរហូតដល់ថ្ងៃស្លាប់ដូចនៅក្នុងព្រះគម្ពីរកូរិនថូសជំពូក1ខ្សែទី1ជំពូក15បានប្រាប់យើងអំពីរូបកាយសាច់ឈាមរបស់យើងគឺជារូបកាយពុករលួយនឹងស្លាប់ទៅហើយរូបកាយនេះព្រះបន្ទូលបានប្រាប់យើងថានឹងស្លាប់ទៅម្ដងដើម្បីរងចាំព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទយើងមកវិញជាលើកទី2ផងដែររូបកាយនៃសាច់ឈាមយើងនេះព្រលឹងយើងនេះគ្រប់លក្ខនៅពេលណានៅពេលដែលព្រះយេស៊ូវគ្រីស្ទយើងមកជាលើកទី2ដូច្នេះហើយព្រះអង្គបានលើកចូលសេរីល្អរបស់ព្រះអង្គយើងភាសាអង់គ្លេសហៅថា glorification បានន័យថាអ្នកដែលជឿព្រះយេស៊ូវនៅពេលព្រះយេស៊ូវគ្រីស្ទយើងមកវិញព្រះអង្គលើករូបកាយយើងឲ្យគ្រប់លក្ខយើងរាល់ថ្ងៃជឿព្រះយេស៊ូវគ្រីស្ទបានន័យថាយើងគ្រប់លក្ខខាងឯព្រះវិញ្ញាណពីព្រោះព្រះគម្ពីរយូហានបានប្រាប់យើងហើយត្បិតព្រះមិនដែលធ្វើបាបទេតែយើងគឺធ្វើបាបអ្នកណាដែលកើតពីព្រះគឺមិនចេះធ្វើបាបទេបានន័យថាព្រះនៅគង់នៅក្នុងយើងព្រះអង្គគ្មានបាបទេប៉ុន្តែនិស្ស័យសាច់ឈាមយើងគឺជាមនុស្សមានបាបអស់មួយជីវិតដូច្នេះហើយចូលយើងញែកដាច់ពីកំណើតជាថ្មីក៏ដូចជាការរាប់ជាសុចរិតក៏ដូចជាការញែកចេញជាបរិសុទ្ធនៅពេលណាក៏យើងខ្វះការស្វែងយល់កន្លែងនេះនៅក្នុងព្រះគម្ពីរបង្រៀនធ្វើឲ្យយើងច្បងច្បល់ធ្វើឲ្យយើងបំបត្តិអស់ចំណុចជាច្រើននៃការបង្រៀនរបស់ព្រះគម្ពីរជាពិសេសតកតងមនុស្សមានបាបនិស្ស័យមានបាបរបស់មនុស្សនៅពេលដែលព្រះជ្រើសរើសយើងឲ្យបានសង្គ្រោះតែសាច់ឈាមយើងនៅជាប់បាបអស់មួយជីវិតផងដែរព្រោះជាសាវកប៉ូលក៏បានបញ្យល់ប្រាប់យើងផងដែរអំពីនិស្ស័យបាបយើងជាមួយនឹងព្រះវិញ្ញាណដែលគង់នៅក្នុងខ្លួនដែលនិស្ស័យបាបយើងប្រតិបត្តិជាមួយសាច់ឈាមយើងតាក់ទងជាមួយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងព្រះគម្ពីរកាឡាទីបានប្រាប់យើងហើយព្រះយេស៊ូវព្រះអង្គក៏មានបន្ទូលប្រាប់យើងផងដែរហើយនៅព្រះគម្ពីរកូរិនថូសក៏ប្រាប់យើងដែរជំពូក15កូរិនថូសទី1ជំពូក15យើងអានយើងនឹងឃើញព្រះបន្ទូលបញ្យល់យើងអំពីសាច់ឈាមនៃរូបកាយយើងជារូបកាយពុករលួយមិនទាន់គ្រប់លក្ខទេនៅលើលោកីនេះនៅលើផែនដីនេះយើងបានស្អាតដោយសារព្រះយេស៊ូវគ្រីស្ទគ្របបាំងទេយើងបានស្អាតដោយសារព្រះយេស៊ូវប្រទានជំនឿដល់យើងព្រះអង្គផ្ដល់ព្រះវិញ្ញាណបង្កើតយើងជាថ្មីព្រះអង្គផ្ដល់ព្រះវិញ្ញាណឲ្យយើងបានប្រែចិត្តចេញពីអំពើបាបព្រះអង្គជួយយើងដូច្នេះហើយព្រះបានរាប់យើងជាសុចរិតតាមរយៈជំនឿការរាប់សុចរិតនេះបងប្អូននៅពេលណាដែលយើងមិនយល់ពីការរាប់សុចរិតនេះយើងគិតថា
សាច់ឈាមយើងបានស្អាតដោយស្វ័យប្រវត្តិមិនត្រូវការលន់តួបាបដោយសារមានអ្នកដែលស្វែងយល់ខុសពីត្រង់ហ្នឹងតើយើងបានស្អាតដោយសារអ្វីនិយាយរួមយើងស្វែងយល់ពីការរាប់ជាសុចរិតការរាប់សុចរិតគឺព្រះធ្វើកិច្ចការម្ដងនៅក្នុងជីវិតយើងដើម្បីយើងបានសង្គ្រោះព្រះបង្កើតជំនឿយើងតាមរយៈព្រះវិញ្ញាណបរិសុទ្ធត្រាស់ហៅដោយព្រះបន្ទូលព្រះអង្គប្រទានឲ្យយើងស្គាល់ពីអំពើបាបប្រែចិត្តជឿព្រះយេស៊ូវដូច្នេះហើយការដែលរាប់ជាសុចរិតនេះគឺកិច្ចការតែម្ដងរបស់ព្រះវិញ្ញាណបរិសុទ្ធដែលទ្រង់ធ្វើការក្នុងការជួយសង្គ្រោះយើងឲ្យបានប្រែចិត្តជឿព្រះយេស៊ូវគ្រីស្ទការរាប់សុចរិតនេះមិនមែនមានន័យថាយើងសុចរិតទេដោយសាច់ឈាមនោះទេគឺសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទបានផ្ទេរមកយើងព្រះអង្គគ្របបាំងអំពើបាបយើងព្រះអត់ទោសបាបយើងដោយសារសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទបានការពារយើងតាមរយៈជំនឿលើព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទកិច្ចការនៃការរាប់ជាសុចរិតបានន័យថាព្រះធ្វើតែម្ដងទៅតាក់ទងនឹងកំណើតជាថ្មីផងដែរយើងហៅថា conversion ការប្រែចិត្តប្រែចិត្តជាថ្មីគឺមានតែម្ដងទេសម្រាប់ជីវិតរបស់គ្រីស្ទានដូច្នេះហើយការរាប់ជាសុចរិតមិនមែនមានថាយើងសាច់ឈាមយើងគឺស្អាតដោយស្វ័យប្រវត្តិទេគឺយើងស្អាតខាងវិញ្ញាណបានន័យថាអ្នកនោះបានកើតជាថ្មីពីព្រះវិញ្ញាណបរិសុទ្ធហើយព្រះវិញ្ញាណគង់នៅក្នុងយើងព្រះវិញ្ញាណទ្រង់ស្អាតប៉ុន្តែរូបកាយយើងនិស្ស័យផ្សេងពីព្រះគឺមានបាបដូច្នេះគ្រីស្ទានមានព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងចិត្តជាមរតកហៅថា legacy ដូច្នេះហើយព្រះយេស៊ូវព្រះអង្គមានបន្ទូលនៅពេលដែលព្រះអង្គយាងទៅឋានសួគ៌វិញព្រះអង្គនឹងប្រទានព្រះវិញ្ញាណបរិសុទ្ធជាជំនួយដល់អស់អ្នកដែលជឿព្រះវិញ្ញាណបរិសុទ្ធគឺជាអង្គព្រះជំនួយគង់នៅជាមួយយើងដឹកនាំយើងផ្លាស់ប្រែយើងផងដែរដូច្នេះហើយកុំឲ្យយើងច្រឡំថាការរាប់ជាសុចរិតបានន័យថារូបកាយយើងទាំងស្រុងអត់ចេះធ្វើបាបអត់ចេះប្រព្រឹត្តបាបប្រឆាំងព្រះនោះគឺជាការភ័ន្តច្រឡំយើងមើលពីលក្ខណៈអាដាមទោះបីព្រះអង្គបង្កើតមុនដំបូងក៏ដោយមិនមែនថាអាដាមបានន័យថាគាត់គ្រប់លក្ខខណ្ឌមិនធ្វើបាបទេបានន័យថាអាដាមស្ថិតនៅក្នុងការសាកល្បងការប្រព្រឹត្តសុចរិតឬក៏ប្រព្រឹត្តគ្រប់លក្ខឬក៏មិនគ្រប់លក្ខដូច្នេះអាដាមនៅធ្លាក់ធ្វើបាបហេតុអីបានយើងចំណោពីអាដាមនៅក្នុងសាច់ឈាមនេះយើងមិនចេះធ្វើបាបគឺយើងធ្វើបាបពីព្រោះសាច់ឈាមយើងជាប់មានបាបពីអាដាមមុខជាឪពុកដំបូងរបស់យើងនេះហើយហៅថាមនុស្សមានបាបបានន័យថាសាច់ឈាមយើងព្រលឹងយើងតពីអាដាមនេះនៅជាប់មួយជីវិតយើងហៅមនុស្សមានបាបតែការរាប់ជាសុចរិតព្រះរាប់យើងសុចរិតព្រះអង្គអត់ទោសបាបឲ្យយើងព្រះអង្គអត់ទោសបាបយើងមិនមែនបានន័យថាមានន័យថាសាច់ឈាមយើងល្អដោយស្វ័យប្រវត្តិទេជំនួសថាចឹងធ្វើមិនដេចដើម្បីឲ្យសាច់ឈាមយើងបានស្របតាមហាតីព្រះគឺព្រះវិញ្ញាណបរិសុទ្ធដដែលព្រះអង្គធ្វើការនៅក្នុងជីវិតយើងកាលណាព្រះវិញ្ញាណបរិសុទ្ធជួយយើងឲ្យមានជំនឿប្រែចិត្តទៅហើយព្រះវិញ្ញាណបរិសុទ្ធនោះឯងដឹកនាំយើងឲ្យដើរតាមហាតីព្រះអង្គគឺបានន័យថាព្រះអង្គ sanctify យើង sanctification យើងយល់ពីលក្ខណៈទី3 sanctification នេះហើយគឺកិច្ចការនៃប្រគុណឥតគិតថ្លៃរបស់ព្រះដែលព្រះធ្វើកិច្ចការនៅក្នុងជីវិតយើងបានន័យថា work មិនមែន act ទេការរាប់ជាសុចរិតបានន័យថា act កិច្ចការតែម្ដងប៉ុន្តែការញែកចេញជាបរិសុទ្ធបានន័យថា work កិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតយើងប្រចាំថ្ងៃព្រះផ្ដល់ប្រគុណជួយយើងព្រះអង្គជួយយើងរាល់ថ្ងៃឲ្យបានប្រព្រឹត្តតាមផ្លូវព្រះអង្គការប្រព្រឹត្តរបស់គ្រីស្ទាននេះមិនមែនជាកិច្ចការដែលយើងចង់ប្រព្រឹត្តចង់ធ្វើទេសាច់ឈាមយើងព្រលឹងយើងមានបាបនេះមិនដែលចង់ដើរស្របតាមមហាតីព្រះទេគឺធ្វើបាបទាស់ប្រឆាំងព្រះជារៀងរាល់ពេលនិស្ស័យ2នៅក្នុងជីវិតរបស់គ្រីស្ទានដូច្នេះហើយ
ពេលមនុស្សមានបាបធ្វើបាបព្រះវិញ្ញាណបរិសុទ្ធជាអ្នកក្រើនរំលឹកជាអ្នក convict នៅក្នុងចិត្តយើងឲ្យយើងបានកែប្រែឲ្យយើងបានរួមសហការបានន័យថាព្រះវិញ្ញាណបរិសុទ្ធជាអង្គព្រះជំនួយជួយយើងព្រះអង្គធ្វើការរាល់ថ្ងៃ work ឲ្យយើងដើរស្របតាមព្រះហឫទ័យរបស់ព្រះឲ្យយើងបានសារភាពអំពើបាបគ្រីស្ទានដែលមិនសារភាពអំពើបាបដូចអ្នកដែលមានភ័ន្តច្រឡំគាត់គិតថាការរាប់ជាសុចរិតព្រះរាប់យើងសុចរិតហើយតែយើងគាត់តែនៅស្ងៀមយើងអត់ចាំបាច់ធ្វើអីគាត់ភ័ន្តច្រឡំមែនទេការរាប់សុចរិតនេះគឺកិច្ចការរបស់ព្រះធ្វើដំបូងនៅព្រះបន្ទូលដូចជាគាត់ភ័ន្តច្រឡំអំពីព្រះគម្ពីរនៅព្រះគម្ពីររ៉ូមជំពូក5ដែលកិច្ចការព្រះទ្រង់ធ្វើមិនតាក់ទងនឹងការដែលមនុស្សប្រព្រឹត្តឬការដែលមនុស្សជឿប្រឹងដោយកម្លាំងសមត្ថភាពជឿព្រះយេស៊ូវគ្រីស្ទនេះគឺជាកិច្ចការម្ដងរបស់ព្រះនេះដែលព្រះគម្ពីររ៉ូមចង់សម្ដែងសេចក្តីសង្គ្រោះដល់ពួកសាសយូដាក៏ដូចជាពួកសាសដទៃឲ្យយល់ពីសេចក្តីជំនឿដែលកិច្ចការព្រះទ្រង់ធ្វើនៅលើជីវិតយើងទាំងស្រុងដើម្បីយើងបានសង្គ្រោះមិនតាក់ទងការប្រព្រឹត្តអ្នកណាម្នាក់ទេសូម្បីតែជំនឿក៏មិនតាក់ទងអ្នកណាដែលជឿព្រះដែរជំនឿនេះកើតឡើងដោយប្រគុណព្រះដែរព្រះជួយនៅក្នុងព្រះគម្ពីរអេពីសូតចំពោះ2ខ8 9ប្រាប់យើងនៅក្នុងព្រះគម្ពីរទីតោសចំពោះ3ខ5ប្រាប់យើងជាកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទ្រង់ធ្វើការនៅក្នុងចិត្តយើងព្រះអង្គដឹកនាំសូលព្រលឹងយើងខាងក្នុងនេះហៅថាព្រះគុណគឺព្រះជួយយើងដូច្នេះហើយកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធព្រះអង្គធ្វើការនៅក្នុងចិត្តយើងជារៀងរាល់ថ្ងៃកាលណាមនុស្សប្រព្រឹត្តបាបមិនយើងមិនការ៉ង់ទីថាព្រះអង្គខាត់យើងកុំឲ្យប្រព្រឹត្តបាបបានន័យថាមិនមែនថាយើងមិនប្រព្រឹត្តទេដូចអាដាមចឹងព្រះអង្គសាកល្បងអាដាមមុនដំបូងអាដាមអត់មានបាបតែអាដាមនៅធ្វើបាបតើយើងគ្រប់លក្ខលើអាដាមយើងមិនចេះធ្វើបាបសាច់ជាមិនចេះធ្វើបាបគឺយើងធ្វើបាបដូច្នេះព្រះអង្គផ្ដល់ឱកាសសម្រាប់គ្រីស្ទាននៅកិច្ចការប្រគុណដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងជីវិតយើងគឺព្រះបន្ទូលបង្រៀនឲ្យយើងពីការលន់តួបាបយើងមិនមែនថានៅឈ្ងៀមយើងអត់លន់តួបាបទេអ្នកនោះច្រឡំពីគោលលទ្ធិនៃការរាប់ជាសុចរិតតាមរយៈព្រះធ្វើកិច្ចការដំបូងដែលមនុស្សព្រះបង្កើតជាថ្មីនេះតែម្ដងគឺact justification បានន័យថាកិច្ចការនៃប្រគុណព្រះអង្គact បែរធ្វើការតែម្ដងនៅក្នុងជីវិតរបស់គ្រីស្ទានដើម្បីជួយឲ្យគាត់មានជំនឿទៅលើព្រះយេស៊ូវគ្រីស្ទនេះហៅថា conversion គឺកិច្ចការម្ដងប៉ុន្តែការញែកចេញបរិសុទ្ធព្រះវិញ្ញាណបរិសុទ្ធធ្វើការរាល់ថ្ងៃនៅក្នុងជីវិតគ្រីស្ទានដូច្នេះហើយកិច្ចការនៃការញែកចេញជាបរិសុទ្ធ sanctification បានន័យថាកិច្ចការព្រះដឹកនាំយើងឲ្យយើងរួមសហការមួយព្រះអង្គដឹកនាំឲ្យយើងធ្វើរាល់ថ្ងៃយើងមានបាបយើងត្រូវការប្រែចិត្តមានអ្នកភ័ន្តច្រឡំគិតថាគាត់ដែលភ័ន្តច្រឡំថាការប្រែចិត្តនិងជំនឿនេះមានតែម្ដងក្នុងជីវិតយើងមិនត្រូវការប្រែចិត្តទៀតទេនោះគឺយល់ច្រឡំហើយព្រះគម្ពីរមិនបានបង្រៀនថាការប្រែចិត្តមានតែម្ដងទេព្រះគម្ពីរបង្រៀនការប្រែចិត្តគឺគ្រប់ពេលវេលាប៉ុន្តែកំណត់ជាថ្មីយើងមានតែម្ដងទេប៉ុន្តែការប្រែចិត្តគឺគ្រប់ពេលវេលាในក្នុងជីវិតយើងធ្វើបាបយើងត្រូវការប្រែចិត្តមិនមែនយើងអ្នកប្រែចិត្តដដែលទេគឺអង្គព្រះវិញ្ញាណដដែលទេដែលព្រះអង្គធ្វើការឲ្យយើងបានប្រែចិត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងព្រោះអីអង្គព្រះវិញ្ញាណចាំ convict យើងនៅពេលយើងធ្វើបាបទាស់ឆាងព្រះអង្គចាំក្រើនរំលឹកយើងពេលយើងធ្វើបាបជាក់ស្ដែងព្រះយេស៊ូវគ្រីស្ទព្រះអង្គបង្រៀនអំពីការអត់ទោសបាបដល់បងប្អូនមិនមែន7ដងទេគឺ7 70ដងដែលព្រះអង្គបង្រៀនសិស្សហេតុអី7 70ដងសម្រាប់អ្នកដែលប្រែចិត្តជាថ្មីបងប្អូនអាចធ្វើបាបទាស់ឆាងយើងប៉ុន្តែគាត់ប្រែចិត្តយើងអត់ទោសបងប្អូននឹងធ្វើបាបទាស់ឆាងយើងប៉ុន្តែគាត់ប្រែចិត្តទៀតនឹងអត់ទោសព្រះគម្ពីរបង្រៀនយើងការប្រែចិត្តនេះគឺមិនមែនតែម្ដងក្នុងជីវិតទេពីព្រោះអីនិស្ស័យយើងជាប់មានបាបតាំងពីកំណើតពីអាដាមព្រះគម្ពីររ៉ូមប្រាប់ថាយើងមានបាប
មនុស្សទាំងអស់មានបាបនៅក្នុងព្រះគម្ពីររ៉ូមចំពោះ3ខ23បិទគ្រប់គ្នាបានធ្វើបាបបែកខ្វះមិនដល់សេរីល្អនៃព្រះគឺសំដៅទៅលើបាបយើងដែលមាននៅសាច់ឈាមនេះអស់មួយជីវិតមិនមែនសាច់ឈាមយើងមិនធ្វើបាបមិនចេះមានបាបអត់បាបទេសាច់ឈាមយើងមានបាបគ្រាន់តែព្រះអង្គគង់នៅក្នុងយើងព្រះអង្គអត់បាបហើយព្រះយេស៊ូវព្រះអង្គព្រមបានធ្វើបាបយើងព្រះអង្គអត់ទោសបាបដល់យើងដូច្នេះហើយការដែលយើងធ្វើបាបទោសឆានព្រះវិញ្ញាណបរិសុទ្ធតើយើងមានសង្ឃឹមអ្វីក្នុងការដែលយើងត្រឡប់ទៅរកព្រះបើព្រះមិនដាក់ផ្លូវប្រែចិត្តដល់គ្រីស្ទានទាំងអស់បងប្អូនជាគ្រីស្ទានទាំងអស់យើងគ្មានសង្ឃឹមនៃសេចក្តីសង្គ្រោះទេពីព្រោះព្រះផ្ដល់ការប្រែចិត្តនេះផ្ដល់ប្រគុណនេះឲ្យមនុស្សរបស់ព្រះអង្គជារៀងរាល់ពេលកិច្ចការនៃការប្រែចិត្តនេះគឺជាការដែលព្រះប្រដៅគឺព្រះអង្គប្រមានក៏ដូចជាទូមានដល់យើងឲ្យយើងបានប្រែចិត្តជាថ្មីហើយមានជំនឿជាថ្មីទៅលើព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទជំនឿនេះឯងព្រះគម្ពីរមិនបានចែងថាជំនឿយើងមានតែម្ដងហើយយើងប្រងើយកន្តើយជាមួយព្រះយេស៊ូវទេព្រះគម្ពីរមិនបានមករៀនចេះទេអ្នកណាដែលយល់អញ្ចឹងគឺបានន័យថាខុសឆ្គងคล้ายពីព្រោះឲ្យព្រះគម្ពីរបង្រៀនឲ្យយើងមានជំនឿរាល់ថ្ងៃទៅលើព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទការប្រែចិត្តព្រះអង្គប្រទានឲ្យយើងប្រែចិត្តជារៀងរាល់ពេលមិនមែនជាកិច្ចការនៃកំណើតជាថ្មីកុំឲ្យយើងច្រឡំកុំឲ្យយើងភ័ន្តច្រឡំកិច្ចការនេះធ្វើឲ្យយើងវង្វេងនាំឲ្យមនុស្សវង្វេងទាំងអស់ការប្រែចិត្តនេះគឺត្រូវការរាល់ថ្ងៃពីព្រោះអស់លោកអ្នកបងប្អូនដែលជាគ្រីស្ទានព្រះអង្គដឹងពីនិស្ស័យសាច់ឈាមបាបយើងនៅក្នុងនេះដើម្បីឲ្យយើងបានមានការប្រកបជាមួយព្រះអង្គផងដែរពេលយើងកែប្រែចេញពីអំពើបាបយើងត្រូវការលន្ទួបាបនៅពេលមានមនុស្សម្នាក់គាត់ភ័ន្តច្រឡំនៅក្នុងព្រះគម្ពីររ៉ូមគាត់អត់បានស្វែងយល់កិច្ចការតាមដាប់បណ្ដោយនៃសេចក្តីបង្រៀនរបស់ព្រះគម្ពីររ៉ូមគាត់ភ័ន្តច្រឡំមែនទេគាត់គិតថាយើងធ្វើបាបយើងនៅតែស្ងៀមទៅនេះគាត់ច្រឡំពីកិច្ចការនៃកំណើតជាថ្មីដែលព្រះអង្គរាប់ជាសុចរិតម្ដងគាត់ភ័ន្តច្រឡំមែនទេគឺបានន័យថាគាត់អត់ត្រូវការបន្ទួអំពើបាបទេហើយគាត់ប្រឆាំងនឹងការបន្ទួបាបយ៉ាងសកម្មបើទោះព្រះគម្ពីរបង្រៀនក៏ដោយក៏គាត់បដិសេធដាច់ខាតគាត់មិនព្រមទទួលគាត់គិតថាគាត់សុចរិតហើយគាត់សុចរិតឬក៏ព្រះយេស៊ូវគ្រីស្ទព្រះអង្គរាប់សុចរិតក្នុងអត្តន័យនៃក្តីសុចរិតរបស់ព្រះយេស៊ូវមិនមែនអត្តន័យរបស់យើងសុចរិតទេសាច់ឈាមយើងគឺអត់សុចរិតទេប៉ុន្តែព្រះគ្រប់បាំងសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទទេកុំឲ្យយើងភ័ន្តច្រឡំពីកិច្ចការនេះគឺព្រះយេស៊ូវព្រះអង្គគ្រប់បាំងយើងព្រះអង្គគ្រប់បាំងពើបាបយើងមិនមែនថាសាច់ឈាមយើងគ្រប់លក្ខទេដូច្នេះហើយព្រះអង្គអនុញ្ញាតឲ្យព្រះគុណដល់រាជរបស់ព្រះអង្គក្នុងការទទួលបាបកាលណាយើងមិនទទួលបាបគឺប្រឆាំងនឹងព្រះហេតុអីបានគោលលទ្ធិនេះប្រឆាំងពីការទទួលបាបគឺប្រឆាំងក្តីបង្រៀនរបស់ព្រះបាននាំឲ្យគ្រីស្ទានប្រឆាំងព្រះមិនឲ្យធ្វើអញ្ចឹងពីព្រោះព្រះគម្ពីរជាច្រើនកន្លែងបានបង្រៀនឲ្យគ្រីស្ទានព្រះអង្គផ្ដល់ប្រគុណឲ្យគាត់បានប្រែចិត្តហើយបានធ្វើកិច្ចការនេះទីមួយឲ្យយើងប្រែចិត្តពីអំពើបាបញែកខ្លួនចេញជាបរិសុទ្ធ sanctify ដោយការដឹកនាំព្រះវិញ្ញាណបរិសុទ្ធព្រះអង្គតម្រង់ឲ្យយើងធ្វើហើយដើម្បីឲ្យយើងបានប្រកបជាមួយព្រះដើម្បីឲ្យយើងបានបន្ទាបនៅចំពោះព្រះផងដែរនៅពេលដែលយើងធ្វើបាបព្រះយេស៊ូវព្រះអង្គបង្រៀនឲ្យយើងលន់តួពីការសូមឲ្យព្រះអត់ទោសបាបយើងនៅសេចក្តីអធិដ្ឋានព្រះអង្គចាស់ព្រះអង្គមានបន្ទូលថាសូមអត់ទោសដល់យើងខ្ញុំដូចជាយើងខ្ញុំបានអត់ទោសដល់អ្នកដែលធ្វើខុសនឹងយើងដែរហេតុអីបានព្រះយេស៊ូវបង្រៀនឲ្យយើងអត់ទោសសូមអត់ទោសពីព្រះពីព្រោះព្រះអង្គបង្រៀនឲ្យយើងច្បាស់ថាសាច់ឈាមយើងនឹងធ្វើបាបទោះឆាព្រះហើយបើយើងធ្វើបាបយើងត្រូវបន្ទាបមកព្រះហើយក៏បន្ទាបជាមួយបងប្អូនគ្រប់គ្នាដែរមិនឲ្យយើងមានអំណួតថាយើងបានល្អជាងអ្នកដទៃទេដូចជាព្រះគម្ពីរដូចសាវកពលបានរៀបរាប់យើងផងដែរថាយើងនឹងចំពប់ដួលញយដូច្នេះហើយចូលឲ្យយើងបដៅបងប្អូនតម្រង់បងប្អូនដោយសភាពកុំឲ្យយើងមានអំណួតថាយើងល្អអត់ចោះល្អជាងគេដើម្បីឲ្យយើងស្គាល់ថានិស្ស័យយើងមានបាបដូចតែគ្នាមួយជីវិតនេះហើយពោលក៏បានបរៀនដែរនៅក្នុងព្រះគម្ពីរអំពីការដែលសម្អាតពើបាបនៅក្នុងព្រះគម្ពីរ
តែសវៈពោថាចូលបង្ហើយសេចក្តីសង្គ្រោះសវៈពោផ្សេងពីរដងនៅក្នុងអ្នករាល់គ្នាបានន័យថាចូលអាចសាច់ឈាមនេះសវៈពោប្រាប់យ៉ាងច្បាស់ប្រាប់ថាសាច់ឈាមយើងនេះចូលសម្អាតពោសរសេរទៅគម្ពីរកូរិនថូសបានថា work out for salvation work out នេះមិនមែនតែយើងអ្នក work out ទេមិនមែនតែយើងធ្វើការទេមិនមែនតែយើងជាអ្នកប្រព្រឹត្តទេគឺកិច្ចការរបស់ព្រះវិញ្ញាណដដែលទេកាលណាយើងមិនធ្វើកិច្ចការនេះតែណាយើងមិនបានថាយើងគ្មានសញ្ញានៃការប្រព្រឹត្តនេះនៅចំពោះព្រះបានន័យថាព្រះគម្ពីរប្រាប់យើងជាជំនឿស្លាប់ពេលព្រោះអីជំនឿបង្កើតផលព្រះវិញ្ញាណបង្កើតផលផ្លែនៅក្នុងជីវិតរបស់រាជព្រះអង្គដែលព្រះអង្គជ្រើសរើសមួយបង្កើតឲ្យមានការប្រព្រឹត្តមិនមែនយើងអ្នកដដែលជាអ្នកប្រព្រឹត្តឲ្យបានសង្គ្រោះទេគឺជាកិច្ចការរបស់ព្រះធ្វើដដែលនៅក្នុងជីវិតរបស់យើងដើម្បីឲ្យយើងធ្វើតាក់ទងយើងធ្វើបាបយើងកែប្រែចិត្តព្រះអង្គឲ្យយើងកែប្រែចិត្តព្រះអង្គឲ្យយើងលំទួនៅក្នុងព្រះគម្ពីរយូហានខ្សែទី1ចំពុក1ក៏ដូចជាចំពុក3យូហានឲ្យយើងលំទួអំពើបាបព្រះវិញ្ញាណឲ្យយើងលំទួអំពើបាបពេលព្រោះនិស័យសាច់ឈាមយើងមានបាបហើយព្រះគម្ពីរយូហានបានប្រាប់ថាត្បិតព្រះអត់មានបាបទេអ្នកដែលកើតពីព្រះគ្មានធ្វើបាបទេដើម្បីបង្រៀនឲ្យយើងដឹងថាព្រះគង់នៅក្នុងយើងព្រះអង្គអត់ធ្វើបាបទេតែយើងធ្វើបាបដូច្នេះព្រះបន្ទូលព្រះអង្គផ្ដល់គុណឲ្យយើងកែប្រែចិត្តប្រែចិត្តទន្ទូអំពើបាបដើម្បីយើងបានបន្ទាបចំពោះព្រះនេះគឺព្រះបន្ទូលបង្រៀនហេតុអីបើយើងបានត្រូវប្រឆាំងព្រះបន្ទូលមិនឲ្យគ្រីស្ទានបន្ទូលអំពើបាបនេះគឺជាការប្រឆាំងសេចក្តីបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទនិងសេចក្តីបង្រៀនរបស់សាវកដែលព្រះគម្ពីរបានបង្រៀននេះជាការបំភ្លេចគ្មានគ្រីស្ទានណាដែលជឿព្រះយេស៊ូវគ្រីស្ទមិនជឿថាព្រះយេស៊ូវមិនអត់ទុកបាបឲ្យទេមិនជឿថាព្រះយេស៊ូវមិនសង្គ្រោះឲ្យរួចពីបាបទេគឺគ្រីស្ទានជឿព្រះយេស៊ូវគ្រីស្ទអត់ទុកអំពើបាបនិងសង្គ្រោះរួចពីបាបដូចគ្នាប៉ុន្តែដំណាប់ការនៃព្រះអង្គធ្វើការតាមលំដាប់ដូច្នេះដូចព្រះយេស៊ូវប្រាប់ថាមិនមែនគ្រប់គ្នាបានស្អាតទាំងអស់ទេយើងត្រូវការធ្វើកិច្ចការព្រះវិញ្ញាណធ្វើដូច្នេះហើយព្រះគម្ពីរយ៉ាកុបហេតុអីបានព្រះគម្ពីរយ៉ាកុបបានបង្រៀនយើងថាជំនឿដែលគ្មានការប្រព្រឹត្តគឺជាជំនឿស្លាប់គឺតាក់ទងនឹងកិច្ចការញាក់ជាបរិសុទ្ធ sanctification កិច្ចការដែលការប្រព្រឹត្តដែលព្រះវិញ្ញាណធ្វើនៅក្នុងជីវិតយើងហើយដូច្នេះរាល់គ្រីស្ទានដែលអត់មានលក្ខណៈសញ្ញានេះធ្វើបាបហើយមិនប្រែចិត្តធ្វើបាបហើយមិនមានតំណែងជាមួយព្រះដូចជាអ្នកដែលភ័ន្តច្រឡំថានៅស្ងៀមចាំព្រះធ្វើការនៅស្ងៀម No ព្រះវិញ្ញាណបរិសុទ្ធព្រះអង្គធ្វើការក្នុងជីវិតយើងឲ្យយើងប្រែចិត្តឲ្យយើងដឹងខ្លួនគាត់ខ្វះការយល់ដឹងត្រង់នេះគឺជាការគ្រោះថ្នាក់មែនទែនដែលគាត់មិនស្គាល់ពីការកើតជាថ្មីនៃការរាប់ជាសច្ចរិតដូច្នេះហើយសាវកយ៉ាកុបលោកយ៉ាកុបដែលជាសិស្សរបស់ព្រះយេស៊ូវគាត់បង្រៀនយើងពីជីវិត sanctification ហើយកិច្ចការនៃការប្រព្រឹត្តកិច្ចការនៃការប្រព្រឹត្តនេះមិនមែនជាការយើងដែលខំប្រព្រឹត្តទេគឺព្រះដឹកនាំឲ្យយើងប្រព្រឹត្តយើងរួមសហការព្រះបញ្ជានៅលើជីវិតយើងទាំងស្រុងឲ្យយើងធ្វើពីព្រោះសាច់ឈាមយើងនេះនៅជាប់បាបប្រឆាំងព្រះអង្គរាល់ថ្ងៃដូច្នេះហើយព្រះវិញ្ញាណបង្កើតផលនៅក្នុងជីវិតយើងដូច្នេះហើយបានព្រះគម្ពីរយ៉ាកុបចង់បញ្ជាក់ប្រាប់យើងនៅក្នុងជីវិតគ្រីស្ទានជាប្រចាំថ្ងៃកាលណាយើងមិនឃើញកិច្ចការនៃការប្រព្រឹត្តក្នុងជីវិតយើងរបស់ទេមានន័យថាយើងមិនទាន់ born again ទេមិនទាន់កើតជាថ្មីទេមិនទាន់ convert ទៅព្រះគ្រីស្ទទេប៉ុន្តែយើងអត់មានព្រះវិញ្ញាណបរិសុទ្ធពីព្រោះអីព្រះវិញ្ញាណបរិសុទ្ធជាមរតកសម្រាប់ជីវិតគ្រីស្ទានទាំងអស់គ្រប់គ្នាដែលព្រះអង្គបញ្ចាំរហូតដល់យើងបានសង្គ្រោះការធានាឲ្យរួចពីបាបរបស់ព្រះយេស៊ូវគ្រីស្ទគឺស្លាប់នៅក្នុងនរកអស់កលនឹងឯងពីព្រោះអីការដែលប្រឆាំងនឹងព្រះអំពើបាបប្រឆាំងនឹងព្រះគឺជាក្តីស្លាប់នោះគឺជាក្តីស្លាប់អស់កលគឺស្លាប់រូបកាយនិងស្លាប់ខាងព្រលឹងរងទុកនៅនរកអស់កល
ប៉ុន្តែព្រះទ្រង់ធ្វើកិច្ចការនេះជំនួសយើងរួចហើយដូច្នេះយើងរួចពីបាបនេះក្តីស្លាប់នេះព្រះអង្គអត់ទោសឲ្យយើងរួចខ្លួននេះជាអភ័យឯកសិទ្ធនេះគឺជាប្រគុណព្រះអង្គធ្វើការម្ដងមកថាព្រះអង្គរាប់ជាសុចរិតម្ដងមកថាយើងបានទទួលបានការអត់ទោសបាបហើយព្រះអង្គប្រទានព្រះវិញ្ញាណបរិសុទ្ធឲ្យយើងបានកើតជាថ្មីក្នុងជីវិតនេះហើយព្រះអង្គគ្រប់គ្រងយើងដោយព្រះវិញ្ញាណបរិសុទ្ធដូច្នេះហើយសេចក្តីមួយរៀននៃការញែកចេញជាបរិសុទ្ធក៏ដូចជាការរាប់ជាសុចរិតអត់មានប្រឆាំងគ្នាទេដែលសាវកប៉ូលនិយាយដែលលោកយ៉ាកុបនិយាយហ្នឹងគឺមានតំណែងតំណងគ្នាសាវកប៉ូលគាត់បង្ហាញអំពីការរាប់សុចរិតពីជំនឿដំបូងមិនមែនតាក់ទងលើសាសយូដាខំប្រព្រឹត្តសុចរិតបានតាមក្រឹតនៃដោយខ្លួនឯងឬក៏ពួកសាសដតីមានជំនឿខ្លួនឯងគឺជាកិច្ចការព្រះទាំងស្រុងដែលបង្កើតយើងជាថ្មីតាមរយៈជំនឿនេះដូច្នេះព្រះបន្ទូលព្រះគម្ពីររ៉ូមតម្រូវឲ្យយើងដឹងថាមានតែជំនឿលើព្រះយេស៊ូវគ្រីស្ទទេបានរួចពីអំពើបាបដែលព្រះអង្គរាប់ជាសុចរិតជាម្ដងរួចជាស្រេចតាមរយៈសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទគ្រប់បានយើងមិនមែនសេចក្តីសុចរិតរូបកាយសាច់ឈាមយើងទេរូបកាយសាច់ឈាមយើងជាប់នៃអំពើបាបអស់មួយជីវិតដូច្នេះហើយព្រះគម្ពីរមិនបានប្រឆាំងគ្នាទេកាលណាយើងត្រូវយល់ឲ្យច្បាស់ពីកន្លែងហ្នឹងទើបយើងអត់ភ័ន្តច្រឡំមិនមែនថាសាវកប៉ូលនិយាយពីគោលលទ្ធិនៃការរាប់សុចរិតសាវកប៉ូលមិនបានបង្រៀនក្រុមជំនុំឲ្យរស់នៅបរិសុទ្ធឲ្យមានការប្រព្រឹត្តត្រឹមត្រូវសាវកប៉ូលបង្រៀនក៏ដូចជានៅក្នុងព្រះគម្ពីររ៉ូមដូចគ្នាយើងមើលអំពីកិច្ចការរបស់គ្រីស្ទាននៅក្នុងព្រះគម្ពីររ៉ូមតាក់ទងកិច្ចការដែលគ្រីស្ទានប្រព្រឹត្តមិនមែនថាសាវកប៉ូលមករៀនថាការរាប់សុចរិតនៅម្ដងហើយគ្រីស្ទានអត់ធ្វើកិច្ចការក្នុងការប្រព្រឹត្តទេសាវកប៉ូលក៏បានប្រាប់យើងដែរអំពីកិច្ចការនៃការសម្អាតសាច់ឈាមនេះឲ្យយើងបានដឹងប៉ុន្តែសាវកប៉ូលចង់បញ្យល់ឲ្យយើងពីកំណើតជាថ្មីដំបូងមិនមែនជាកិច្ចការរបស់មនុស្សទេកិច្ចការដែលព្រះធ្វើរៀបចំហើយព្រះបន្តនៅផ្ដល់ប្រគុណដល់យើងរាល់ថ្ងៃជួយយើង sanctify យើងរាល់ថ្ងៃ discipline យើងរាល់ថ្ងៃឲ្យទៅតាមប្រាតីព្រះអង្គបង្រៀនយើងរាល់ថ្ងៃដោយសារសាច់ឈាមយើងមិនទាន់គ្រប់លក្ខកុំឲ្យយើងភ័ន្តច្រឡំថាសាច់ឈាមយើងគ្រប់លក្ខអត់មានបាបយើងអត់មានបាបគឺដោយសារព្រះវិញ្ញាណបរិសុទ្ធគឺអត់មានបាបនៅក្នុងយើងមែនប៉ុន្តែសាច់ឈាមយើងមិនមែនអត់បាបទេយើងគឺ sinner ព្រះស្រឡាញ់មនុស្សមានបាបប៉ុន្តែព្រះមិនសពរហាតីដល់មនុស្សដែលប្រព្រឹត្តបាបទេសូមយើងស្វែងយល់ឲ្យច្បាស់ព្រោះព្រះគម្ពីរមិនសពរហាតីយើងធ្វើបាបប្រឆាំងនឹងព្រះអង្គឡើយតែព្រះអង្គស្រឡាញ់មនុស្សមានបាបព្រះអង្គផ្ដល់យើងទាំងអស់គ្នាជាមនុស្សមានបាបឲ្យបានសង្គ្រោះហើយព្រះអង្គជួយយើងផ្ដល់ប្រគុណជួយយើងជារៀងរាល់ថ្ងៃដូច្នេះការប្រព្រឹត្តរបស់គ្រីស្ទានមិនតាក់ទងនឹងថាយើងប្រព្រឹត្តដើម្បីឲ្យបានសង្គ្រោះទេយើងបានសង្គ្រោះតាមរយៈជំនឿតាមរយៈប្រគុណធ្វើការជាមុននៅក្នុងជីវិតរបស់គ្រីស្ទានរួចហើយប្រគុណនេះបង្កើតជំនឿឲ្យយើងមានជំនឿជឿនៅព្រះយេស៊ូវគ្រីស្ទកិច្ចការនៃប្រគុណគឺព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងជីវិតអស់អ្នកដែលព្រះត្រាស់ហៅដូច្នេះហើយការប្រព្រឹត្តរបស់គ្រីស្ទានមិនមែនជាការប្រព្រឹត្តគាត់ឲ្យបានសង្គ្រោះទេគឺជាផលនៃការរាប់ជាសុចរិតដែលព្រះបំពេញព្រះវិញ្ញាណឲ្យព្រះអង្គបន្តធ្វើការនៅក្នុងជីវិតយើងហើយព្រះអង្គដឹកនាំជីវិតយើងឲ្យសាច់ឈាមព្រលឹងចិត្តគំនិតយើងនេះសហការមួយព្រះអង្គរាល់ពេលវេលាយើងមិនដែលចង់សហការតែព្រះវិញ្ញាណធ្វើការជារៀងរាល់ថ្ងៃឲ្យយើងធ្វើដូច្នេះសញ្ញានៃគ្រីស្ទានកាលណាមិនឃើញពីការប្រព្រឹត្តក្នុងជីវិតទេតាក់ទងនឹងការធ្វើបាបមិនប្រែចិត្តទេឬក៏ថាយល់ដឹងថានៅស្ងៀមអត់ធ្វើអីបានន័យថាគាត់កំពុងប្រឆាំងព្រះវិញ្ញាណបរិសុទ្ធយ៉ាងសកម្មគាត់កំពុងប្រឆាំងព្រះវិញ្ញាណបរិសុទ្ធគឺព្រះបន្ទូលដល់កុំភ័ន្តច្រឡំអំពីកិច្ចការនៃការរាប់ជាសុចរិតគឺតាក់ទងនឹងកំណើតជាថ្មីមួយដងកិច្ចការដែលព្រះធ្វើប៉ុន្តែការញែកចេញជាបរិសុទ្ធគឺព្រះធ្វើកិច្ចការនេះរាល់ថ្ងៃនៅក្នុងជីវិតយើង
ដើម្បីយើងធ្វើដូច្នេះហើយកុំច្រឡំនៅព្រះគម្ពីររ៉ូមជំពូក5ព្រោះព្រះគម្ពីររ៉ូមពុក5តាក់ទងកិច្ចការដែលព្រះធ្វើនៅលើជីវិតយើងជាដំបូងដែលព្រះអង្គសង្គ្រោះកុំ misunderstand កុំស្វែងយល់ដោយរបៀបមិនដឹងពីព្រះគម្ពីរបង្រៀនឬក៏យើងរៀនបានពីគេហើយគេនោះគឺជាមនុស្សដែលមិនយល់ដឹងព្រះបន្ទូលត្រឹមលាពីប្រព័ន្ធព្រះបន្ទូលធ្វើឲ្យព្រះបន្ទូលរញ៉េរញ៉ៃហើយដើររញ៉េរញ៉ៃបន្តដល់គេនោះគឺមិនត្រឹមត្រូវទេនេះហើយខ្ញុំសូមទូន្មានដល់អ្នកដែលយល់គោលលទ្ធិខុសឆ្គងខ្លាំងៗនោះត្រូវស្គាល់ខ្លួនឯងច្បាស់ខ្លួនឯងជាមនុស្សមានបាបសាច់ឈាមបើយើងថាមិនធ្វើបាបយើងក៏ហើយបើយើងថាយើងអត់បាបក៏ហើយព្រះបន្ទូលប្រាប់ថាយើងជាមនុស្សមានបាបព្រះបន្ទូលប្រកាសយ៉ាងច្បាស់កន្លែងដូច្នេះសូមឲ្យយើងស្វែងយល់មនុស្សមានបាបគឺតកតងសាច់ឈាមយើងនេះជាមនុស្សមានបាបអស់មួយជីវិតយើងអត់ទាន់គ្រប់លក្ខទេសាច់ឈាមនេះគ្រប់លក្ខនៅពេលព្រះយេស៊ូវគ្រីស្ទយាងមកជាលើកទី2កុំឲ្យយើងច្រឡំថាយើងអត់បាបគឺព្រះទេអត់បាបយល់ទេកុំឲ្យយើងច្រឡំថាយើងអត់ធ្វើបាបគឺយើងធ្វើបាបប្រឆាំងនឹងព្រះតែព្រះទេជាអ្នកផ្លាស់ប្រែយើងឲ្យយើងប្រែចិត្តជារៀងរាល់ថ្ងៃជំនឿជារៀងរាល់ថ្ងៃកុំភ័ន្តច្រឡំថាជំនឿយើងមានតែម្ដងជំនឿយើងមានរាល់ដងជារៀងរាល់ថ្ងៃជឿទុកចិត្តព្រះយេស៊ូវជារៀងរាល់ថ្ងៃពីព្រោះព្រះសពរហតីឲ្យយើងមានជំនឿបើយើងគ្មានជំនឿទេនោះមិនសពរហតីព្រះទេយើងនៅមើលព្រះគម្ពីរហេព្រើរជំពូក11ទៅបិទគ្រប់ទាំងអស់បានឯរាប់សុចរិតដោយសារជំនឿបានរាប់ជាសុចរិតព្រះរាប់យើងសុចរិតតាមយ៉ាងជំនឿផងដែរហើយជំនឿនេះមិនមែនថាយើងមានតែម្ដងទេគឺទុកចិត្តព្រះយេស៊ូវរាល់ថ្ងៃជឿទុកចិត្តព្រះយេស៊ូវរាល់ថ្ងៃយើងត្រូវផ្លាស់ប្រែរាល់ថ្ងៃនៅពេលដែលយើងធ្វើកិច្ចការប្រឆាំងដល់មិនមែនជាការកិច្ចការដែលយើងខំផ្លាស់ប្រែទេដើម្បីយើងធ្វើការនេះដើម្បីបានសង្គ្រោះគឺកិច្ចការដែលព្រះវិញ្ញាណដឹកនាំឲ្យយើងរួមសហការការប្រព្រឹត្តនេះដូចជាសាវកពោលបានចង្អុលទៅពួកសាសយូដាអញ្ចឹងគេខំប្រព្រឹត្តរបស់ខ្លួនគេដោយសារគឺគេមានបញ្ហាខាងក្នុងដោយសារគេអត់មានព្រះយេស៊ូវនៅខាងក្នុងពួកគេមានតែសម្បកខាងក្រៅគេមានតែឈ្មោះគេជាកូនព្រះតាមរយៈពូជអាប់រ៉ាហាំគេមានឈ្មោះគេកាត់ស្បែកតាមរយៈលោកអាប់រ៉ាហាំគេមានឈ្មោះគេដែលគេមានព្រះបន្ទូលព្រះផ្ដល់ឲ្យគេតាមរយៈលោកម៉ូសេគេមានមោទនភាពប៉ុណ្ណឹងពីខាងក្រៅគេអត់មានពីខាងក្នុងដូច្នេះសាវកយល់អំពីបញ្ហានៃព្រលឹងវិញ្ញាណរបស់គេបានសាវកពោលចង្អុលបង្ហាញទៅកំហុសរបស់ពួកសាសយូដាក៏ដូចគ្រីស្ទានផងដែរកុំឲ្យយើងភ័ន្តច្រឡំថាយើងថាជឿព្រះយេស៊ូវគ្រីស្ទឬក៏យើងកើតមកយើងរៀនពីព្រះគ្រីស្ទយើងមិនន័យថាយើងសិក្សាដោយពួកសាសយូដាទលំទលាយរៀនពីព្រះគ្រីស្ទបានន័យថាយើងមានមោទនភាពកូនព្រះយើងបានជាមួយទឹកយើងមានមោទនភាពកូនព្រះយើងមកជំនុំរាល់ថ្ងៃរៀនព្រះបន្ទូលរាល់ថ្ងៃអានព្រះបន្ទូលប៉ុន្តែបើខាងក្នុងយើងអត់មានព្រះយេស៊ូវគ្រីស្ទពិតប្រាកដអត់មានព្រះវិញ្ញាណបរិសុទ្ធខាងក្នុងទេយើងមិនមែនជារបស់ព្រះយេស៊ូវទេបញ្ហាយើងពីខាងក្នុងដូច្នេះពីខាងក្នុងគឺត្រូវ confirm បានន័យថាមានព្រះវិញ្ញាណបរិសុទ្ធ confirm នោះមកការយើងត្រូវកើតថ្មីក៏មិនយើងអ្នកកើតដែរគឺព្រះជាអ្នកប្រទានឲ្យបង្កើតយើងគឺជាអំណោយដែលឥតគិតថ្លៃរបស់ព្រះគម្ពីរប្រាប់ថា free gift នៅក្នុងភាសាអង់គ្លេសបញ្យល់យើងច្បាស់អំណោយឥតគិតថ្លៃព្រះធ្វើកិច្ចការដល់យើងទ្រង់ប្រទានដល់យើងដូច្នេះហើយព្រះធ្វើកិច្ចការតាមលំដាប់លំដោយកំណត់ជាថ្មីដំបូងឬកិច្ចការព្រះអង្គកំពុងតែបន្តក្នុងជីវិតយើង sanctify ជីវិតយើងនេះគឺព្រះអង្គធ្វើបន្តហើយយើងព្រះអង្គដឹកនាំយើងរួមសហការធ្វើកិច្ចការនេះពីព្រោះព្រះជាអ្នកបញ្ជាយើងពីក្នុងហើយយើងត្រូវធ្វើព្រះអង្គឲ្យយើងធ្វើគ្មានគ្រីស្ទានណាធ្វើបាបដែលមិនដឹងពីខ្លួនឯងអត់ធ្វើបាបទេដោយសារព្រះវិញ្ញាណដាក់ឲ្យដឹងឲ្យយើងប្រែចិត្តបើយើងមិនដឹងហើយយើងមិនស្គាល់ពីអំពើបាបបើយើងមិនចេះជឿចាប់នៅអំពើបាបដែរថាយើងអត់មានពីខាងក្នុងគឺរបស់ព្រះទេដូច្នេះប៉ូលមានបទពិសោធន៍ពីជីវិតគាត់ជាសាសយូដាមកដំបូងផងដែរគាត់មានសម្បកពីខាងក្រៅពូជអាប់រ៉ាហាំមានក្រឹតនៃកាត់ស្បែកប៉ុន្តែនៅពេលដែលគាត់បានកើតថ្មីនឹងព្រះគ្រីស្ទរបស់ទាំងអស់នោះខាងក្រៅប៉ុន្តែអ្វីដែលមានខាងក្នុងគឺព្រះយេស៊ូវជាមរតកនៅក្នុងជីវិតគាត់ដូច្នេះហើយក៏ប៉ូលបានទូន្មានផងដែរជីវិតគ្រីស្ទានបើមិនធ្វើការទេប្រព្រឹត្តទេបើមិនសម្អាតសាច់ឈាមទេ
បានថាជំនឿយើងគឺប្រឆាំងព្រះពោលតែងតែដាស់តឿនក្រុមជំនុំរឿយជាពិសេសនៅក្នុងពួកជំនុំកូរិនថូសផងដែរហើយក៏ពោលបានដាស់តឿនផងដែរដល់គ្រីស្ទៀនឲ្យមានការរស់នៅបន្ទាបខ្លួនត្បិតពួកសាច់ឈាមយើងធ្វើបាបដូចតែគ្នាកុំឲ្យយើងមានអំណួតថាយើងល្អជាងអ្នកណាជួននេះបដៅម្ដងគ្នាដោយប្រុងប្រយ័ត្នដោយបន្ទាបខ្លួននៅចំពោះព្រះដូច្នេះហើយបានសាវកពោលបានបង្រៀនយើងឲ្យស្គាល់អំពីជីវិតរស់នៅបរិសុទ្ធយ៉ាងដូចម្តេចក៏ដូចជាពោលបានប្រាប់យើងអំពីជីវិតយើងគឺសាច់ឈាមមានបាបនេះនៅព្រះគម្ពីររ៉ូមជំពូក7នៅពេលយើងអានដែរយើងឃើញសាច់ឈាមយើងបានន័យថាវិនាទីយើងត្រូវស្លាប់រាល់វិនាទីដោយសារសាច់ឈាមនេះប៉ុន្តែពោលបានបញ្ជាក់យើងអរប្រគុណដល់ព្រះតែយើងមានព្រះយេស៊ូវដែលព្រះអង្គជួយពីព្រោះអីព្រះយេស៊ូវចាំជួយយើងជារៀងរាល់ថ្ងៃយើងមានព្រះសង្គ្រោះដែលយើងពឹងអាងដង្វាយយ៉ាញ់បូជារបស់ព្រះយេស៊ូវគ្រីស្ទនេះជារៀងរាល់ថ្ងៃមានអ្នកភ័ន្តច្រឡំថាយ៉ាញ់បូជានេះម្ដងហើយយើងបានសុចរិតរហូតយើងចាំបាច់ពឹងអាងអធិដ្ឋានបន្ទួយទៀតទេភ័ន្តច្រឡំជាមែនទេបានយ៉ាញ់បូជាម្ដងនេះការសគត់របស់អង្គព្រះយេស៊ូវគ្រីស្ទម្ដងយើងពឹងអាងបានគ្រប់ពេលវេលាចូលទៅព្រះតាមគ្រប់ពេលវេលាតាមរយៈការពឹងអាងនេះក៏ដូចជាការសម្អាតនេះផងដែរយើងមានព្រះយេស៊ូវគ្រីស្ទអាងនេះគឺជាព្រះគុណហើយយើងតបប្រឆាំងព្រះគុណព្រះកន្លែងនេះបានន័យថាយើងប្រឆាំងព្រះព្រោះព្រះគម្ពីរព្រះអង្គរៀនកន្លែងនេះពីព្រោះព្រះគម្ពីរព្រះអង្គរៀនពីការរាប់សុចរិតយើងជឿពីការរាប់សុចរិតប៉ុន្តែអ្នកជឿបែបរបៀបម៉េចជឿតាមការរាប់សុចរិតតែមួយអ្នកប្រឆាំងពីគោលលទ្ធិគម្ពីរផ្សេងទៀតនេះជាការដែលអាក្រក់ប្រឆាំងនឹងសេចក្តីមានរបស់ព្រះជាការបំភ្លៃព្រះបន្ទូលទាំងស្រុងតែម្ដងគ្មានគ្រីស្ទានណាដែលជឿព្រះយេស៊ូវមិនរួចពីបាបទេព្រោះព្រះអង្គសង្គ្រោះឲ្យរួចគឺទី1រួចពីបាបនៃការស្លាប់អកលយល់ត្បិតឈ្នួលនៃអំពើបាបនៃស្លាប់គឺស្លាប់អកលដែលមានតពីអាដាមហើយព្រះបន្ទូលប្រកាសប្រាប់យើងក្តែងគឺសាច់ឈាមយើងអត់គ្រប់លក្ខទេទាំងព្រះយេស៊ូវក៏បានបញ្ជាក់ទាំងសាវកពោលក៏បានបញ្ជាក់ទាំងលោកយូហានក៏បានបញ្ជាក់យើងមានបាបអត្តន័យនៃមនុស្សមានបាបគឺសាច់ឈាមយើងមានបាបព្រលឹងយើងធ្វើបាបតបព្រះអង្គតែអ្នកដែលមានព្រះយេស៊ូវដែលព្រះយេស៊ូវបានបង្កើតជាថ្មីនេះមានព្រះវិញ្ញាណ control គ្រប់គ្រងដើម្បីយើងបានប្រែចិត្តរាល់ថ្ងៃមិនមែនបានថាយើងធ្វើកិច្ចការនោះបានន័យថាមិនមែនដែរថាយើងជាខំប្រព្រឹត្តដើម្បីបានសង្គ្រោះទេគឺជាកិច្ចការដែលព្រះធ្វើនៅក្នុងជីវិតយើងមិនមែនថាយើងមានធ្វើបាបហើយយើងនៅស្ងៀមទេគឺព្រះធ្វើនៅក្នុងយើងឲ្យយើងប្រែចិត្តស្ងៀមមិនបើយើងធ្វើបាបកុំភ័ន្តច្រឡំអំពីការរាប់សុចរិតកិច្ចការម្ដងរបស់ព្រះនេះខ្ញុំសូមទូន្មានដល់អ្នកដែលតែងតែរំខានដែលខ្វះការយល់ដឹងពីសេចក្តីបង្រៀនរបស់ព្រះបន្ទូលដែលរៀនពីឥទ្ធិពលរបស់មនុស្សអាក្រក់មនុស្សបំភ័ន្តហើយធ្វើឲ្យអ្នកនេះគឺជាជើងសាររបស់គេនាំការរំខាននេះទៅដល់គ្រីស្ទានគ្រប់គ្នាដើម្បីនាំគេនិយាយចិត្តពីព្រោះអ្នកធ្វើកិច្ចការនេះអ្នកកំពុងប្រឆាំងព្រះយេស៊ូវពីព្រោះអ្នកជាជើងឈ្នួលរបស់មនុស្សអាក្រក់មនុស្សដែលប្រឆាំងព្រះគ្រីស្ទគេលើកខគម្ពីរព្រះគ្រីស្ទគឺជាព្រះបន្ទូលដែលពិតយើងទាំងអស់គ្នាក៏ជឿដែរប៉ុន្តែជំនឿរបស់អ្នកគឺជាជំនឿខុសរបៀបមិនយល់ពីប្រព័ន្ធព្រះបន្ទូលត្រឹមត្រូវដែលព្រះយេស៊ូវបានបង្រៀនដែលពួកសាវកបង្រៀនខ្ញុំចេញវីដេអូនេះដើម្បីប្រាប់បងប្អូនដែលមិនបានដឹងនៅពេលក្រុមនេះរំខានហើយក៏ដូចជាវីដេអូនេះចង់បង្ហាញដល់ក្រុមនឹងដែររំខានដោយខ្វះការយល់ដឹងព្រះបន្ទូលដើរយកព្រះបន្ទូលតាមគេគ្មានការស្វែងយល់ពីបរិបទព្រះបន្ទូលក៏ដូចជួនកាលលើកខគម្ពីរកន្លែងព្រះគម្ពីរហេព្រើរជំពូក10អំពីការធ្វើបាបស្ម័គ្រវិចិត្រដោយ
ព្រះគម្ពីរចង់បង្រៀនលើកទៅសញ្ញាណចាស់ដែលមនុស្សគ្មានជំនឿឈប់ប្រជុំគ្នាតាក់ទងនឹងការលែងប្រជុំទៅកាត់ទោសបងប្អូនគ្រីស្ទានថាអ្នកឯងគ្មានជំនឿអ្នកឯងធ្លាក់ចេញពីជំនឿ No ពួកគ្រីស្ទានដែលព្រះជ្រើសរើសបានសង្គ្រោះផ្ដល់ប្រគុណពិតប្រាកដមិនធ្លាក់ចេញពីក្តីសង្គ្រោះទេខ្ញុំសូមផ្ដាំទៅអ្នកពីព្រោះព្រះបន្ទូលព្រះយេស៊ូវបានបញ្ជាក់ច្បាស់ព្រះបិតាទ្រង់ឲ្យជាមមកខ្ញុំហើយជាមនោះវាស្គាល់សម្លេងខ្ញុំស្គាល់ជាមខ្ញុំព្រះយេស៊ូវមានបន្ទូលនៅព្រះគម្ពីរយូហានពុក10ព្រះមានបន្ទូលថាជាមខ្ញុំគ្មានអ្នកណាអាចដកចេញពីព្រះហស្ថព្រះអង្គបានទេព្រោះព្រះអង្គបដូរជីវិតដើម្បីជាមព្រះគ្មានអ្នកណាមួយត្រូវមានទេដូច្នេះជាមព្រះមានសុវត្ថិភាពក្តីសង្គ្រោះមិនបាច់ចាំអ្នកឯងមកហៅថាកោទោសគ្រីស្ទានថាធ្លាក់ចេញពីក្តីសង្គ្រោះទេគ្រីស្ទានមិនងាយធ្លាក់ចេញពីក្តីសង្គ្រោះទេដរាបណាគាត់បានកើតថ្មីចេញពីព្រះវិញ្ញាណបរិសុទ្ធហើយកុំច្រឡំថាគ្រីស្ទានធ្លាក់ចេញពីក្តីសង្គ្រោះអ្នកឯងកំពុងប្រឆាំងនឹងព្រះវិញ្ញាណបរិសុទ្ធយ៉ាងសកម្មនេះគឺខ្ញុំទូមានដល់ក្រុមនោះដែលតែងតែយល់ខុសរួចហើយនាំការរបៀបចិត្តដល់គ្រីស្ទានជាច្រើនដែលគាត់ខ្វះការយល់ដឹងខ្វះការរៀនព្រះបន្ទូលបានទូលំទូលាយខ្វះការអានព្រះបន្ទូលធ្វើអ្វីតាមគេស្វែងយល់តាមគំនិតមនុស្សខុសបដិសេធសេចក្តីបង្រៀនព្រះគម្ពីររបស់ព្រះយេស៊ូវគ្រីស្ទស្ទើរតែទាំងស្រុងរួចហើយអនុវត្តជីវិតចាំថ្ងៃមិនគឺសម្ដៅជាចំគឺគ្មានទំនាក់ទំនងមួយព្រះគិតថាខ្លួនឯងល្អសុចរិតហើយដោយភ័ន្តច្រឡំថាសេចក្តីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទនោះគឺថាខ្លួនឯងគឺសុចរិតអត់ដឹងថាជាការគ្របបាំងរបស់ព្រះយេស៊ូវព្រះអត់ទោសឲ្យកុំបំភ័ន្តច្រឡំខ្លួនឯងថាសាច់ជាងខ្លួនឯងគ្រប់លក្ខព្រះបន្ទូលមិនដែលបរិញ្ញាចឹងថាយើងគ្រប់លក្ខទេគ្រប់ចំណុចនៃព្រះបន្ទូលព្រះយេស៊ូវព្រះអង្គមករៀនអំពីការអធិដ្ឋាននឹងតួបាបដែលព្រះអង្គមករៀនសិស្សឲ្យធ្វើកិច្ចការនេះសាវកពោលបង្រៀនឲ្យសម្អាតពើបាបខាងសាច់ឈាមសាវកលោកយូហានបង្រៀនឲ្យយើងស្គាល់ខ្លួនឯងជាមនុស្សមានបាបអធិដ្ឋាននឹងតួអំពើបាបនេះគឺជារបៀបនៃទំនាក់ទំនងរបស់គ្រីស្ទានជាមួយព្រះដែលព្រះវិញ្ញាណនៅក្នុងជីវិតបើអ្នករស់គ្នាគ្មានសញ្ញានេះទេបានន័យថាជាជំនឿស្លាប់អ្នកមានជំនឿអ្វីយ៉ាកុបបង្ហាញថាចូលអ្នកបង្ហាញជំនឿខ្ញុំដើម្បីសង្កត់ថានេះគឺជាជំនឿមែនពីព្រោះជំនឿនៅលើព្រះយេស៊ូវគ្រីស្ទតែតែមានការផ្លាស់ប្ដូរដោយព្រះវិញ្ញាណបរិសុទ្ធបង្កើតផលនៅក្នុងអ្នកនោះតែព្រះអង្គធ្វើកាលណាអ្នកមិនធ្វើបានន័យថាជំនឿស្លាប់មិនមែនអ្នកដែលចង់ធ្វើទេបានន័យថាជីវិតអ្នកបើមិនឃើញសញ្ញានៃការប្រព្រឹត្តនេះទេតាមហត្ថីព្រះអង្គទេដោយការដឹកនាំព្រះវិញ្ញាណបរិសុទ្ធទេគឺជាជំនឿស្លាប់បានន័យថាមិនទាន់កើតជាថ្មីដែលព្រះគម្ពីរចង់បង្រៀនយើងនេះហៅថាជំនឿស្លាប់ដូច្នេះហើយការបង្រៀនការរាប់ជាសុចរិតរបស់សាវកពោលនិងការបង្រៀនការញែកខ្លួនចេញពីបរិសុទ្ធរបស់លោកយ៉ាកុបអត់មានអ្វីផ្សាំគ្នាគឺលោកយ៉ាកុបគាត់ចង់បញ្ជាក់អំពីជំនឿដែលបានប្រពសុចរិតនេះមានការបង្កើតផលក្នុងជីវិតតែមិនអ្នករាល់គ្នាធ្វើការដើម្បីសង្គ្រោះទេអត់មានកិច្ចការនៃការសង្គ្រោះតាមរយៈកិច្ចការផ្ទាល់ខ្លួនទេគឺព្រះធ្វើកិច្ចការលើជីវិតយើងទាំងស្រុងហើយព្រះអង្គដឹកនាំឲ្យយើងរួមសហការហើយចូលចាំឲ្យច្បាស់រូបកាយយើងគ្រប់លក្ខនៅពេលព្រះយេស៊ូវគ្រីស្ទយើងមកលើកទី2ព្រះអង្គលើកចូលទៅក្នុងសេរីល្អរបស់ព្រះអង្គសូមអានព្រះគម្ពីរ1កូរិនថូសចំពោះ15ខ្ញុំដាស់តឿនឲ្យម្ដងហើយម្ដងទៀតក៏ដូចជាព្រះគម្ពីរទេសាឡូនីកតែបង្រៀនអំពីការរស់ឡើងវិញរបស់គ្រីស្ទានចូលទៅក្នុងសេរីល្អរបស់ព្រះគ្រីស្ទដូច្នេះហើយនេះគឺជាព្រះគុណដែលព្រះផ្ដល់ឲ្យរាជព្រះអង្គក្នុងការជួយសង្គ្រោះយើងឲ្យរួចពីបាបយើងជឿថាព្រះយេស៊ូវគ្រីស្ទសង្គ្រោះយើងឲ្យរួចពីបាបពិតប្រាកដដែលព្រះអង្គធ្វើកិច្ចការយ៉ាងសកម្មនៅក្នុងជីវិតយើង
ហើយព្រះអង្គដឹកនាំឲ្យយើងមានការរួមសហការគឺព្រះអង្គដឹកនាំឲ្យយើងធ្វើមិនមែនជាយើងធ្វើទេមិនមែនយើងនៅស្ងៀមទេបើកិច្ចការជីវិតយើងនៅស្ងៀមធ្វើបាបធ្វើមិនដឹងធ្វើមិនលឺបានន័យថាជំនឿស្លាប់មិនមែនជាជំនឿទេជំនឿគឺមានទីសម្គាល់របស់ជំនឿនៅក្នុងជីវិតគឺការបង្កើតផលផ្លែក្នុងជីវិតតាមព្រះយេស៊ូវគ្រីស្ទជឿព្រះយេស៊ូវគ្រីស្ទប្រែចេញពីអំពើបាបដូច្នេះកុំឲ្យភ័ន្តច្រឡំអត្ថន័យប្រែចិត្តមិនមែនព្រះគម្ពីរនិយាយតែម្ដងទេច្រើនដងមិនមែនប្រែចិត្ត7 ដង 2 7 ដងទេគឺ7 77 ដងព្រះយេស៊ូវព្រះអង្គរៀបយើងមើលគំរូក៏ដូចជានៅក្នុងពួកជំនុំនៅក្នុងព្រះគម្ពីរមរណៈតែពួកជីវិតពួកគេជាគ្រីស្ទានតែព្រះវិញ្ញាណបរិសុទ្ធបានប្រាប់ឲ្យគេប្រែចិត្តពួកជំនុំទាំង7នៅព្រះគម្ពីរមរណៈប្រែចិត្តបានន័យថាកុំឲ្យសាច់ឈាមដឹកនាំជីវិតខ្លួនឯងបានន័យថាជីវិតអនុញ្ញាតឲ្យព្រះគ្រប់គ្រងមកប្រែចិត្តចេញពីអំពើបាបតាមរតីអត្តន័យប្រែចិត្តបានន័យថាប្រែចេញពីអំពើបាបមិនមែនបានន័យថាអ្នកធ្វើបាបហើយអ្នកមិនប្រែចិត្តទេបើអ្នកធ្វើបាបអ្នកមិនប្រែចិត្តបានន័យថាអ្នកប្រឆាំងព្រះជាសកម្មអត្តន័យប្រែចិត្តគឺជាសេចក្តីសង្ឃឹមរបស់គ្រីស្ទានទាំងអស់ក្នុងការប្រែចិត្តជាថ្មីឡើងវិញមានជំនឿជាថ្មីឡើងវិញជាមួយព្រះគ្រីស្ទមិនមែនតែម្ដងទេគឺអស់មួយជីវិតគឺត្រូវការទុកចិត្តព្រះយេស៊ូវគ្រីស្ទជឿទុកចិត្តព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃព្រះគម្ពីរមិនបាននិយាយថាយើងមានជំនឿតែម្ដងទេដូច្នេះកុំឲ្យភ័ន្តច្រឡំជំនឿរបស់គ្រីស្ទានគឺជឿទុកចិត្តទៅលើព្រះយេស៊ូវគ្រីស្ទជារៀងរាល់ថ្ងៃហើយប្រែចិត្តជារៀងរាល់ពេលដែលយើងធ្វើការខុសប្រហារតីព្រះឲ្យយើងមិនទៀបខ្លួននៅចំពោះព្រះកាលណាយើងមិនទៀបខ្លួនមើលព្រះអង្គធ្វើបាបមិនប្រែចិត្តបានយើងឆ្មើងចំពោះព្រះយើងកំពុងប្រឆាំងព្រះយើងមិនទៀបមិនបន្ទាបជាមួយព្រះជាក់ស្ដែងគឺយើងគ្មានជំនឿចំពោះព្រះតែម្ដងព្រះផ្ដល់យើងក្តីសង្គ្រោះយើងពឹងអាងយើងជឿនៅលើដង្វាយយ៉ាញ់បូជារំដោះបាបរបស់ព្រះយេស៊ូវគ្រីស្ទដែលយ៉ាញ់បូជាព្រះអង្គនេះម្ដងជាសម្រេចតែព្រះអង្គឲ្យយើងពឹងអាងជារៀងរាល់ថ្ងៃក្នុងជីវិតប្រចាំថ្ងៃរបស់យើងជួយយើងឲ្យរួចឲ្យជួយឲ្យយើងបានសម្អាតក្នុងការញែកខ្លួនដើម្បីរស់ថ្វាយព្រះដូច្នេះហើយគ្រីស្ទានគ្មានអ្វីអួតទេគ្រីស្ទានប្រព្រឹត្តល្អចូលដឹងថាគ្រីស្ទានធ្វើការល្អនេះគឺធ្វើសម្រាប់សេរីល្អព្រះមិនធ្វើដើម្បីបង្ហាញខ្លួនឯងទេគឺពួកអ្នកដែលគ្មានព្រះយេស៊ូវគ្រីស្ទពួកអ្នកដែលមិនជឿទេដែលធ្វើការក្នុងការប្រព្រឹត្តអួតថាខ្លួនឯងល្អក៏ដូចជាពួកយូដាដូចគ្នាដែរប៉ុន្តែគ្រីស្ទានគ្មានផ្លូវអញ្ចឹងទេព្រោះអីគ្រីស្ទានគឺដឹងគុណព្រះព្រោះអីគ្រីស្ទានដឹងថាកិច្ចការទាំងអស់គឺព្រះជាអ្នកធ្វើដូច្នេះខ្ញុំលើកទឹកចិត្តម្ដងទៀតកុំឲ្យភ័ន្តច្រឡំនៅព្រះគម្ពីររ៉ូមចំពុក5ពីការរាប់សុចរិតកិច្ចការនៃក្តីសង្គ្រោះព្រះដំបូងនៅជីវិតរបស់រាជព្រះអង្គដែលព្រះអង្គជ្រើសរើសហើយដែលព្រះគម្ពីរចង់បង្ហាញបញ្យលទៅដល់ពួកសាសយូដាឬជាពួកសាសដទៃផងដែរការទទួលលទ្ធផលពីក្តីសង្គ្រោះមិនមែនចាប់ផ្ដើមឡើងពីការប្រព្រឹត្តរបស់មនុស្សណាផ្ទាល់ខ្លួនទេគឺព្រះជ្រើសរើសឲ្យយើងកើតយើងថ្មីដើម្បីយើងបានប្រែចិត្តឲ្យជឿព្រះយេស៊ូវគ្រីស្ទហើយការប្រែចិត្តហើយការព្រះបង្កើតយើងមានជំនឿនេះគឺព្រះវិញ្ញាណបរិសុទ្ធបង្កើតយើងតែម្ដងព្រះវិញ្ញាណព្រះអង្គគង់នៅជាមួយយើងរហូតនេះហៅថា conversion យើងបានកើតថ្មីព្រះវិញ្ញាណពីព្រោះព្រះយេស៊ូវបានមានបន្ទូលថាបើយើងមិនបានកើតថ្មីពីព្រះវិញ្ញាណបរិសុទ្ធទេនោះយើងមិនបានចូលឋានសួគ៌ទេអំណាចជាថ្មីក៏មិនមែនតែការកើតពីការខំប្រឹងរបស់យើងដែរគឺជាអំណោយរបស់ព្រះដល់អស់អ្នកដែលព្រះអង្គសពរតីព្រះអង្គធ្វើចំពោះអ្នកដែលព្រះអង្គជ្រើសរើសមិនមែនយើងជ្រើសរើសព្រះយេស៊ូវទេមិនមែនជ្រើសរើសព្រះទេគឺព្រះជ្រើសរើសយើងព្រះយេស៊ូវមានបន្ទូលថាមិនមែនអ្នករាល់គ្នាជ្រើសរើសខ្ញុំទេខ្ញុំទេតារើសអ្នករាល់គ្នាចូលយើងចាំដូច្នេះហើយតែព្រះជ្រើសរើសដល់អស់អ្នកណាឲ្យបានស្គាល់ក្នុងព្រះអង្គម្ចាស់ព្រះយេស៊ូវអ្នកនោះគឺជាមនុស្សមានពរព្រះយេស៊ូវបង្រៀនឲ្យយើងដឹងថាយើងជាមនុស្សមានពរដូច្នេះព្រះយេស៊ូវព្រះអង្គប្រសិទ្ធពរដល់សិស្សព្រះអង្គដូចជាការបង្រៀនអំពីប្រពរនៅលើភ្នំព្រះយេស៊ូវបានមានថាមានពរហើយមានពរហើយឬព្រះបន្ទូលនៅសញ្ញាចាស់ព្រះថាមានពរហើយបានន័យថាអ្នកដែលព្រះជ្រើសរើសយកឲ្យបានសង្គ្រោះធ្វើកិច្ចការដើម្បីបានសង្គ្រោះ
នោះឲ្យជាមនុស្សមានពរដីសង្គ្រោះនឹងគឺយើងបានជីវិតនេះឯងគឺព្រះបន្ទូលចង់បណ្ដៅយើងថាចង់បង្រៀនយើងដឹងថាគឺជាយើងជាមនុស្សមានពរជាចុងក្រោយខ្ញុំសូមផ្ដាំដល់អ្នកដែលភ័ន្តច្រឡំក៏ដូចជាការចែករំលែកការយល់ដឹងទៅដល់បងប្អូនឲ្យដឹងពីចំណុច3ចំណុចហ្នឹងទី1គឺមនុស្សមានបាបទី2ការរាប់ជាសុចរិតទី3ការញែកចេញបរិសុទ្ធដូច្នេះចូលយើងនឹងចាំថានិស្ស័យនៃអំពើបាបយើងសាច់ឈាមនេះគឺនៅអស់មួយជីវិតនៅរូបកាយយើងគ្រប់លក្ខនៅពេលដែលព្រះយេស៊ូវគ្រីស្ទយាងមកនៅព្រះអង្គលើកយើងចូលក្នុងស្រីល្អព្រះអង្គរូបកាយយើងរស់ឡើងវិញជាមួយព្រះគ្រីស្ទរូបកាយយើងគ្រប់លក្ខព្រះគម្ពីរបានបង្រៀនយើងប៉ុន្តែយើងបានរាប់ជាសុចរិតគឺព្រះបង្កើតជំនឿឲ្យយើងព្រះគង់នៅជាមួយយើងព្រះដែលសុចរិតបរិសុទ្ធនៅគង់នឹងយើងមិនមែនរូបសាច់ឈាមយើងសុចរិតទេគឺព្រះអង្គគ្រប់បាំងយើងកុំឲ្យយើងភ័ន្តច្រឡំហើយកិច្ចការនេះព្រះអង្គធ្វើតែម្ដងក្នុងជីវិតយើងគឺព្រះអង្គធ្វើតែម្ដងអាប់ប៉ុន្តែទី3កិច្ចការនៃការញែកចេញបរិសុទ្ធបានន័យថាព្រះអង្គ work នឹងបានន័យថាកិច្ចការប្រចាំថ្ងៃព្រះអង្គធ្វើការប្រចាំថ្ងៃក្នុងជីវិតយើងព្រះអង្គដឹកនាំយើងហើយយើងមានការរួមសហការមិនមែនជាការខំប្រឹងប្រែងខំប្រឹងប្រព្រឹត្តរបស់យើងប្រឹងប្រែងរបស់យើងគឺព្រះដដែលដែលដឹកនាំយើងឲ្យយើងរួមសហការដោយសារព្រះជាអ្នកបញ្ជាយើងឲ្យធ្វើដូច្នេះហើយចូលយើងយល់ឲ្យច្បាស់ពីលំដាប់លំដោយនៃក្តីសង្គ្រោះកុំឲ្យយើងភ័ន្តច្រឡំជាពិសេសភ័ន្តច្រឡំអំពីគោលជំនឿនៃព្រះវិញ្ញាណបរិសុទ្ធនេះឯងតកតងនឹងក្តីជំនឿការផ្លាស់ប្រែចិត្តដូចជាការញែកចេញជាបរិសុទ្ធដូចជាការរាប់សុចរិតនេះជាគោលលទ្ធិនៃព្រះវិញ្ញាណបរិសុទ្ធបើយើងអត់ស្វែងយល់កន្លែងនេះបានត្រឹមលេដែលព្រះយេស៊ូវបានបង្រៀនទេយើងនឹងមានការភ័ន្តច្រឡំមែនទែនពីលំដាប់នៃក្តីសង្គ្រោះដែលព្រះធ្វើកិច្ចការដល់ជីវិតយើងទាំងអស់គ្នាដូច្នេះហើយសូមឲ្យយើងទាំងអស់គ្នាបានស្វែងយល់ហើយអ្វីដែលព្រះបង្គាប់ឲ្យធ្វើឲ្យយើងជឿយើងត្រូវតែជឿកុំឲ្យយើងប្រឆាំងនឹងព្រះបន្ទូលព្រះអង្គយ៉ាងសកម្មឡើយគ្មានសេចក្តីមួយរៀនព្រះអង្គកន្លែងណាមួយត្រូវកាត់ចោលឡើយហើយកុំឲ្យយើងថាយើងប្រព្រឹត្តនេះយើងប្រព្រឹត្តតាមព្រះបន្ទូលមិនមែនទេព្រះវិញ្ញាណបរិសុទ្ធយើងមិនតាមព្រះបន្ទូលតែបើតែព្រះវិញ្ញាណបរិសុទ្ធបង្កើតយើងជាថ្មីព្រះអង្គដឹកនាំឲ្យយើងsanctify តាមរយៈព្រះបន្ទូលមិនមែនយើងប្រព្រឹត្តព្រះបន្ទូលបានសង្គ្រោះទេដូចជាព្រះបន្ទូលក្រមសីលធម៌គឺព្រះជាអ្នកដឹកនាំយើងពីខាងក្នុងដដែលមិនថាយើងរស់នៅគ្មានព្រះបន្ទូលទេគឺព្រះបន្ទូលដែលព្រះអង្គសេពក្នុងយើងគឺព្រះវិញ្ញាណបរិសុទ្ធព្រះអង្គដឹកនាំយើងឲ្យស្ដាប់តាមបើយើងគ្មានព្រះវិញ្ញាណបរិសុទ្ធយើងទេយើងប្រឆាំងព្រះបន្ទូលដល់ការជារាល់ថ្ងៃតើយើងជឿព្រះអត់តើយើងគ្រប់ប្រតិបត្តិព្រះអត់តើយើងគ្រប់ប្រតិបត្តិអ្នកចិត្តខាងបានត្រឹមត្រូវអត់ប៉ុន្តែបើព្រះវិញ្ញាណបរិសុទ្ធគង់នៅក្នុងជីវិតរបស់យើងគឺយើងដើរតាមគោលការណ៍របស់ព្រះបានដោយសារព្រះជាអ្នកធ្វើក្នុងជីវិតយើងគឺជាព្រះដដែលតែកុំឲ្យយើងច្រឡំថាយើងធ្វើបាបហើយយើងមិនប្រែចិត្តយើងអត់មានជំនឿទៀតទេយើងមានតែម្ដងហើយរួចហើយនោះគឺជាការដែលយល់ច្រឡំខ្លាំងមែនទែនជាជំនឿដែលអាក្រក់ខ្វះការយល់ដឹងពីក្រុមពួកប្រឆាំងរបស់ព្រះគ្រីស្ទពួកប្រឆាំងព្រះគ្រីស្ទបានន័យថាប្រឆាំងក្តីបង្រៀនរបស់ព្រះគ្រីស្ទគាត់អត់មានការយល់ដឹងត្រឹមត្រូវពីព្រះបន្ទូលដូច្នេះហើយក្រុមនេះបន្តែងតែសោកសៀតដូចជានាំឲ្យបងប្អូនរបៀបចិត្តហើយគាត់មិនព្រមប្រែចិត្តទៅតាមក្តីបង្រៀនព្រះបន្ទូលព្រះអង្គគ្រប់ជ្រុងជ្រោយទេគឺគាត់លុបបំបាត់សេចក្តីបង្រៀនជាច្រើនទៀតដែលប្រឹងស្ដាប់តាមព្រះបន្ទូលរបស់ព្រះត្រង់ណាក៏ជាព្រះបន្ទូលរបស់ព្រះដែរប៉ុន្តែកុំឲ្យប្រើព្រះបន្ទូលមួយកន្លែងឬពីរកន្លែងដូចជាអារៈវាលបួងព្រះយេស៊ូវក៏វាប្រើព្រះបន្ទូលព្រះនៅព្រះគម្ពីរទំនុកដង្កើងដែរប៉ុន្តែព្រះយេស៊ូវព្រះអង្គប្រើព្រះបន្ទូលឆ្លើយនឹងព្រះបន្ទូលដើម្បីឲ្យស្របគ្នាក៏ដូចជាពួកផារ៉ាស៊ីគេភ័ន្តច្រឡំព្រះបន្ទូលគេមើលព្រះបន្ទូលគេច្រឡំដូច្នេះព្រះអង្គប្រាប់ទៅគេភ័ន្តច្រឡំពីអំណាចជាស្ដានៃព្រះបន្ទូល
ដូច្នេះហើយកុំឲ្យមើលព្រះគម្ពីរច្រឡំគិតថាកន្លែងនេះតែមួយផ្នែកគ្រប់ទាំងផ្នែកគឺជាព្រះបន្ទូលរបស់ព្រះដូច្នេះហើយគ្រីស្ទានប្រកាសបានន័យថាគ្រប់ទាំងបទគម្ពីរនៅក្នុងព្រះគម្ពីរតាំងចាប់ផ្ដើមមនុស្សលោកបាត់រហូតដល់ខណ្ឌបញ្ចប់នៃព្រះគម្ពីរបរណៈគឺជាព្រះបន្ទូលរបស់ព្រះអត់មួយណាត្រូវបោះបង់ចោលទេព្រះបន្ទូលរបស់ព្រះគឺសម្រាប់ sanctify Christian សម្រាប់ជំនឿគ្រីស្ទានការរស់នៅញែកខ្លួនចេញជាបរិសុទ្ធតាមរយៈព្រះបន្ទូលផងដែរដូច្នេះសូមឲ្យយើងបានមានទំនុកចិត្តជឿទុកចិត្តព្រះយេស៊ូវគ្រីស្ទជាពិសេសកុំឲ្យយើងភ័ន្តច្រឡំតាមគោលធាតុខ្លាំងៗនៅពេលណាដែលយើងគ្មានការបង្រៀនដឹកនាំត្រឹមត្រូវយើងនឹងភ័ន្តច្រឡំតាមគោលជំនឿផងដែរដូច្នេះហើយដូចជាអ្នកដែលដឹកនាំខ្សោយគាត់មិនបានរៀនត្រឹមត្រូវមិនបានអានពីត្រឹមត្រូវតែងតែអាចគិតថាអញ្ចឹងគឺជាការពិតឬក៏ជាទំនងធ្វើឲ្យដើរទៅតាមហៅថា poison បំពុលនៃគោលធាតុខ្លាំងៗក្នុងជីវិតគេដូច្នេះព្រះយេស៊ូវព្រះអង្គបង្រៀនប្រយ័ត្នមេដំបែព្រោះមេដំបែនេះអាចនាំឲ្យមនុស្សពុលក្នុងចិត្តក្នុងគំនិតនៅក្នុងវិញ្ញាណផងដែរគឺប្រឆាំងនឹងវិញ្ញាណរបស់ព្រះនាំឲ្យចិត្តយើងខូចអាក្រក់ខុសពីការបង្រៀនរបស់ព្រះដែលព្រះយេស៊ូវព្រះអង្គបង្រៀននៅក្នុងដីបង្រៀនដើមរបស់ព្រះដូច្នេះហើយព្រះយេស៊ូវព្រះអង្គបង្រៀនយើងប្រយ័ត្នមេដំបែនេះតាមបន្តិចសេចក្តីបង្រៀនខុសឆ្គងតាមបន្តិចបញ្ញត្តិយើងឲ្យយើងអាចពង្វេងនៃក្តីជំនឿបានដូច្នេះគ្រីស្ទានត្រូវអានព្រះបន្ទូលឲ្យមែនទែនរៀនព្រះបន្ទូលបានច្រើនមែនទែនកុំឲ្យគេភ័ន្តច្រឡំពីព្រោះអីតាំងពីចាប់ផ្ដើមមកអរិយវាធ្វើឲ្យមនុស្សធ្លាក់ក្នុងអំពើបាបតាមរយៈភាពបំភាន់ព្រះបន្ទូលរបស់ព្រះដូច្នេះហើយពួកមេខុសឆ្គងពួកមេសាសនាខ្លាំងពួកក្រុមអានទីក្រៃពួកប្រឆាំងទាំងអស់ក៏តែងតែបំភាន់ព្រះបន្ទូលរបស់ព្រះគ្រីស្ទក៏ដូចជាអរិយមកលបងព្រះយេស៊ូវគ្រីស្ទយកព្រះបន្ទូលមកបំភាន់ក៏ព្រះយេស៊ូវព្រះអង្គក៏ស្វែងជ្រាបព្រះបន្ទូលដែរមិនមែនទៅព្រះបន្ទូលណាកាត់ចោលទេដូច្នេះហើយគ្រប់ទាំងព្រះបន្ទូលជាព្រះបន្ទូលរបស់ព្រះកុំឲ្យយើងកាត់ចោលផ្នែកណាមួយនៃព្រះបន្ទូលអ្នកណាដែលប្រឆាំងផ្នែកណាមួយនៃព្រះបន្ទូលគឺជាក្រុមខ្លាំងនេះជាគោលជំនឿរបស់គ្រីស្ទានក្តីបង្រៀនរបស់ព្រះយេស៊ូវដែលសាវកប៉ូលបានប្រកាសនៅក្នុងព្រះគម្ពីរកាឡាទីដែលពួកសាយូដាបង្រៀនខុសពីអត្ថន័យដើមនៃព្រះបន្ទូលដែលព្រះគ្រីស្ទបង្រៀនដូចជាពួកសាវកបង្រៀនអ្នកណាដែលបង្រៀនខុសពីស្ដីបង្រៀនដើមរបស់ព្រះបន្ទូលគឺអ្នកនោះគឺជាមនុស្សដែលត្រូវបណ្ដាសាដូច្នេះចូលប្រយ័ត្នចំពោះសេចក្តីបង្រៀនរបស់មនុស្សអាក្រក់ដែលនាំឲ្យយើងវែងហើយយើងនាំទៅការបង្រៀនការវែងទៅដល់អ្នកដទៃផងដែរធ្វើឲ្យយើងជាអ្នករងគ្រោះជាអ្នកនាំជើងសារពីគេខុសក្នុងការប្រឆាំងនឹងកិច្ចការរបស់ព្រះគ្រីស្ទយ៉ាងសកម្មនេះហើយគឺជាបញ្ហានៃក្រុមជំនុំប្រចាំថ្ងៃគឺការបំភាន់ការប្រព្រឹត្តអំពើបាបព្រះអត់ទុកបានប៉ុន្តែតែការបំភាន់ព្រះវិញ្ញាណបរិសុទ្ធគឺជាអាក្រក់ព្រះវិញ្ញាណហៅថាអាក្រក់គឺជាគំរូដើមរបស់អរិយគឺជាអំពើបាបយ៉ាងអាក្រក់កំពុងប្រឆាំងនៃពួកជំនុំរបស់ព្រះអញ្ចឹងអំពើបាបដែលអាក្រក់ប្រឆាំងពួកជំនុំព្រះបច្ចុប្បន្នគឺជាការបង្រៀនคล้ายពីពួកមេសាសនាคล้ายមេដឹកនាំคล้ายប្រឆាំងខុសពីព្រះបន្ទូលរបស់ព្រះគ្រីស្ទពួកគេយកចំណុចនៃព្រះបន្ទូលព្រះគ្រីស្ទដើម្បីបង្កើតចំណុចទៅក្នុងការបំភាន់សម្លេងរបស់ជាមរបស់ព្រះគ្រីស្ទដូច្នេះអរិយវាអាចប្រើព្រះបន្ទូលដើម្បីបំភាន់យើងប៉ុន្តែគ្រប់ទាំងព្រះបន្ទូលត្រូវបានបំពេញគ្នាទៅវិញទៅមកមិនមែនព្រះបន្ទូលអត់បំពេញគ្នាទៅវិញទៅមកព្រះបន្ទូលមានការបំពេញគ្នាទៅវិញទៅមកយ៉ាងល្អឥតខ្ចោះអត់មានប្រឆាំងណាមួយឡើយសូមបានព្រះប្រទានពរដល់អ្នកបងប្អូនហើយសូមចែករំលែកមេរៀននេះដើម្បីឲ្យគ្រីស្ទានដទៃទៀតបានរៀនបានស្គាល់ទាំងអស់គ្នាផងដែរសូមព្រះប្រទានពរ